ក្នុងវីដេអូនេះខ្ញុំបរៀនបងប្អូនឲ្យចេះយក account Facebook ផ្ទាល់ខ្លួនរបស់យើងហ្នឹង profile Facebook ផ្ទាល់ខ្លួនហ្នឹងទៅបង្កើត page ទៅបង្កើត Facebook page អញ្ចឹងណាដូច្នេះមើលក្នុងវីដេអូនេះទៅដូច្នេះមកដល់កន្លែងនេះយើងចុចលើពាក្យ page នេះចុចលើពាក្យ page ហ្នឹងណាឡើយចេញមកហើយបន្ទាប់មកយើងចុចពាក្យ create នៅខាងលើឆ្វេងនេះឃើញទេកន្លែងនេះ page name យើងដាក់ឈ្មោះបាទនៅ Facebook page យើងចង់ដាក់ឈ្មោះអីយើងគិតខ្លួនឯងណាយើងសេឈ្មោះចូលទៅអញ្ចឹងណាអូខេឥឡូវខ្ញុំដាក់ឈ្មោះមុំយ៉ានីតែចេះពេលហើយចុចនេះណាច់នៅក្រោមនេះបន្ទាប់មកកន្លែងនេះយើង category យើងរើសទៅ healthy យើងចូលចិត្តអីយើងវាយទៅណាឬមួយមានស្រាប់3រើសទាំង3ទៅឬមួយបើចង់វាយ search វាយពាក្យទៅវាចេញ search ឲ្យនេះឃើញទេនេះខ្ញុំដាក់ shopping service ហ្នឹងនេះឃើញខ្ញុំវាយរើសទៅណានៅក្រោមមកកំភ្លុះនោះហ៎តែមកចុចពាក្យ create នៅក្រោមកន្លែងនេះយើងបំពេញព័ត៌មានមួយចំនួនដូច general ទៅប្រវត្តិយើងអីនិយាយពីខ្លួនយើងអីយើងសរសេរខ្លះទៅយើងជាមនុស្សបែបណាយើងចង់សរសេរទៅអញ្ចឹងណាតមកប្លោះក្រមនោះព័ត៌មានតំណែងអាហ្នឹងខ្ញុំខ្ជិលដាក់បងប្អូនចង់ដាក់ក៏ដាក់ទៅតែនេះ location ខ្ញុំដាក់នៅភ្នំពេញអញ្ចឹងណា location នេះយើងវាយភ្នំពេញអញ្ចឹងទៅហើយអា zip code នេះជាទូទៅវាយ 12000 ឬមួយ 00855 អីទៅអញ្ចឹងអានេះម៉ោងបើកខ្ញុំ all way open ហ្នឹងបានតែបើករហូតមកកន្លែងនេះយើងដាក់រូបថតជាទូទៅយើងត្រូវសេវរូបថតមុនរូបថតណាដែលយើងចង់ដាក់យើងសេវមុនណាមុនបង្កើត page អ៊ំមែនថាឥឡូវយើងចង់បង្កើត page ឈ្មោះអីមួយយើងចង់ដាក់រូបថតណាគេយើងសេវមុនទៅណាសេវរូបថតនឹង3មុនឡើងមុនទៅដើម្បីដាក់ profile ដាក់ cover យក post អីចឹងណាយើងសេវមុនហើយរូបថតហ្នឹងត្រូវដាក់រូបថតណាដែលពិតណាកុំទៅដាក់រូបថតណាមើលទៅវាคล้ายៗដូចថាយើងស្គាល់ណាគេយើងសេវរូបថតហ្នឹងយកមកដាក់ទៅសុំគេសេវរូបគេយកមកដាក់ទៅអាហ្នឹងពិតណាខ្ញុំនិយាយចឹងណានេះកន្លែងនេះយើងគ្រីសទាំងអស់ទៅយើងណាច់ទៅចុចណាច់នៅក្រោមទៅហ៎តែមកនេះចុចដានទៅដាននៅក្រោមបើហ្នឹង page ហ្នឹងហើយបាទឥឡូវវាពងដូរទៅ page ហ្នឹងនេះហ៎វា switch to page ហ្នឹងបានតែវាដូរទៅ page ហ្នឹងហើយនេះឥឡូវខ្ញុំ continue ទៅឡើយហ្នឹងចុចអាកូនក្រោម Q រហូតទៅឡើយនេះយើង follow យើងចង់ follow page ហ្នឹងល្បីយើង follow មួយពីរទៅដូចយើង follow កំណត់សិទ្ធិយើង follow welcome to Cambodia អញ្ចឹងណាហើយចុចអាក្រោមគេ go to new feed ទៅប៉ុណ្ណឹងហើយបាទហើយប៉ុណ្ណឹង page ហ្នឹងបង្កើតហើយបាទហើយអានេះមកដល់ new feed ហើយឃើញទេកន្លែង new feed ដូចយើងលេងធម្មតាអញ្ចឹងអានេះខ្ញុំបង្ហោះរូបមួយខ្ញុំចូលបង្ហោះរូបមួយនេះខ្ញុំបង្ហោះរូបនៅកំពង់សោមមួយឃើញទេដូច្នេះការលេង page Facebook page វាដូចតែការលេង Facebook account ទេដូច្នេះជាទូទៅដើម្បីឲ្យ page ហ្នឹងមានគុណភាពល្អយើងទុកប្រើការថ្ងៃក្រោយបានល្អមួយថ្ងៃជារៀងរាល់ថ្ងៃយើងចំណាយពេល1នាទីទៅដើម្បីចូលមក page ហ្នឹងចូលមកធ្វើអីចូលមកយើងបង្ហោះរូបមួយហ្នឹងទៅយើងថតរូបអូមែនថាយើងស៊ីកាទៀវថតរូបស៊ីកាទៀវមួយបង្ហោះមួយ check in មួយហ្នឹងទៅដូចយើងលេខ account មែនតើអញ្ចឹងណាតោះមកយើងចូលទៅ new feed ទៅ like គេ2ម្នាក់ comment គេ2ម្នាក់អញ្ចឹងទៅតែអញ្ចឹង page ហ្នឹងវាដើរគុណភាពល្អហើយបាទរាល់ថ្ងៃយើងតែចំណាយពេល1នាទីសម្រាប់ page មួយ1នាទី2នាទីចូលមកយើងថតរូបបង្ហោះ check in ទីតាំងអីចឹងទៅហើយយើងទៅ new feed like គេ comment គេម្នាក់ពីរនាក់អីចឹងទៅដល់អញ្ចឹងវា page ហ្នឹងមើលមកដូចជា page ដែលយើងរស់រវើកលេងរាល់ថ្ងៃយល់ទេដូច្នេះកន្លែងនេះគឺខ្ញុំបរៀនបងប្អូនឲ្យចេះបង្កើត page ហើយឲ្យចេះលេង page ហ្នឹងឲ្យវារស់រវើកឲ្យវាមានគុណភាពឲ្យវាដំណើរការរាល់ថ្ងៃអញ្ចឹងណាហើយគោលដៅនៃការបង្កើត page នេះគឺយើងនឹងបង្កើត page ហ្នឹងហើយជំហានទី2ខ្ញុំនឹងបង្កើតវីដេអូថ្មីមួយទៀតបរៀនបងប្អូនឲ្យចេះjoinក្រុមចេះចូលក្រុមបើចេះ page នីមួយពេលដែលយើងបង្កើតហើយយើងគួរតែចូលក្រុមឲ្យបាន10ទៅ20ក្រុមអញ្ចឹងណាចូលក្រុមធ្វើអីយើងចូលក្រុមល្បីតែមានសមាជិកច្រើនដល់អញ្ចឹងទៅថ្ងៃមុខយើងអាចយក page ហ្នឹងទៅ share បង្ហោះអត់មែនថាឥឡូវខ្ញុំបង្ហោះនៅ account នេះហុងសុផានីនេះខ្ញុំចូល share account ហុងសុផានីរបស់ខ្ញុំដូចថាអូខ្ញុំបង្ហោះ post មួយហ្នឹងក្នុង account ហុងសុផានីតាក់ទង promotion ផលិតផលខ្ញុំឬមួយតាក់ទងវីដេអូឬមួយរូបថតឬអត្ថបទអីចឹងណាហើយខ្ញុំចង់ឲ្យគេឃើញច្រើនណាដល់អញ្ចឹងជាទូទៅម្នាក់មិនតែងតែចង់ឲ្យអ្នកផ្សេងមកជួយ share បងប្អូនអើយជួយ like ជួយ share ជួយ comment ផងដូច្នេះសម័យឥឡូវយើងចាំបាច់ទៅសុំគេ like share comment នេះយើងបង្កើត page ខ្លួនយើងទៅ Facebook ឲ្យបង្កើត page ស្រួលហ្នឹងឥឡូវយើងយក page ហ្នឹងមក like ខ្លួនឯង comment ខ្លួនឯង share ខ្លួនឯងទៅហើយយើងបន្តិចទៀត page មួយដូចខ្ញុំនិយាយយើងចូលក្រុមឲ្យបាន10 20ក្រុមដល់អញ្ចឹង page មួយហ្នឹងយើង share ចូលក្រុមឲ្យបាន10 20ក្រុមទៅហើយក្រុមនីមួយៗមានមនុស្សចូលរួមឡើងរាប់ពាន់រាប់ម៉ឺនរាប់សែនរាប់លានអ្នកឃើញទេដល់អញ្ចឹងមួយ page យើង share 10 20ក្រុមចុះបើយើងមាន10 page មិន share ឡើងរាប់រយក្រុមចុះបើមាន50 page មិនឡើង share ឡើងរាប់ពាន់រាប់រយរាប់ពាន់ក្រុមមាន100 page
ដូច្នេះមិនមនុស្សមើលឃើញរកខ្សែ10លាននេះដោយមិនអស់លុយទេណាដូច្នេះការងារគ្រប់យ៉ាងគឺយើងតើយើងចំណាយពេលជួយដែរដូច្នេះវីដេអូនេះខ្ញុំបង្រៀនបងប្អូនបង្កើត page ឲ្យបងប្អូនតនេបង្កើត page បានច្រើនទៅដូចខ្ញុំនេះមាន34 page ហើយណាខ្ញុំបង្កើតឲ្យបាន100 page អីទៅខ្ញុំមួយថ្ងៃបង្កើត1បង្កើត2បង្កើត1បង្កើត2មួយថ្ងៃចំណាយ1នាទី2នាទីហ្នឹងណាអរគុណ